ភិបាលខេត្តកំពង់ចាមចូលរួមពិធីបុណ្យតក្កិណានុប្បទានគម្រប់ខួប100ថ្ងៃឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកស្រីសុតចនានៅថ្ងៃទី28ខែតុលាឆ្នាំ2025អាយុដើមអូនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងសហការីបានអញ្ជើញចូលរួមពិធីបុណ្យតក្កិណានុប្បទានគម្រប់ខួប100ថ្ងៃឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកស្រីសុតចនាត្រូវជាក្មួយរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពិធីនេះធ្វើនៅភូមិទី10ឃុំកោះសុទិនស្រុកកោះសុទិនក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្តីសៃឈុំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវតាមការបញ្ជាក់របស់ក្រុមគ្រួសារបានដឹងថាលោកស្រីសុតចនាបានទទួលអនិច្ចកម្មកាលពីថ្ងៃអាទិត្យ10រោចខែអាសាឍឆ្នាំអាសាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែកក្កដាឆ្នាំ2025វេលាម៉ោង 5:55 នាទីល្ងាចក្នុងជនមាយុ51ឆ្នាំដែលរោគពាទ្យស្ថិតនៅគេហដ្ឋានភូមិទី10ឃុំកោះសុទិនស្រុកកោះសុទិនខេត្តកំពង់ចាម